គណៈពេលដែលសង្គ្រាមបញ្ឆេះឡើងដោយសហរដ្ឋអាមេរិករួមជាមួយនឹងអ៊ីស្រាអែលដើម្បីប្រឆាំងអ៊ីរ៉ង់ក៏ក្រើតំបន់មជ្ឈមបូព៌ាដែលអាចឈានដល់ថ្ងៃទី8គឺត្រឹមថ្ងៃសៅរ៍ទី7មីនាឆ្នាំ2026នេះកងទ័ពអាមេរិកនិងអ៊ីស្រាអែលបន្តមានព្រៀបនឹងក្តាប់ដែនអាកាសដោយភាគីសហរដ្ឋអាមេរិកអះអាងថារហូតមកទល់ពេលនេះកងទ័ពអាមេរិកបានបាញ់កំទេចនាវាអ៊ីរ៉ង់រហូតដល់43គ្រឿងរួមទាំងនាវាចម្បាំងទំនើបបំផុតរបស់អ៊ីរ៉ង់ Salamini Class Warship ផងដែរនេះបើយោងតាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិក CENTCOM នៅថ្ងៃសៅរ៍ទី7ខែមីនាឆ្នាំ2026នេះទោះជាយ៉ាងណាប្រទេសអ៊ីរ៉ង់នៅតែអាចឆ្លើយតបយ៉ាងខ្លាំងក្លាប្រឆាំងនឹងមហាអំណាចអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលសូមបញ្ជាក់ថាអ៊ីស្រាអែលជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីរ៉ង់ដែលអ៊ីរ៉ង់តែងតែចិញ្ចឹមចិត្តចង់កំទេចឲ្យរលាយបាត់ពិភពផែនដីតែកតិនបញ្ហាសង្គ្រាមដ៏ក្តៅកគុកនៅមជ្ឈមបូព៌ាដែលអង្រួនពិភពលោកនេះដែរឯកឧត្តមសង់ហ្វ្រង់សឺតាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាអាមេរិកអ៊ីស្រាអែលបន្តមានព្រៀបក្នុងន័យអ្នកព្រួយផ្ដើមអ្នកវេលុកអ្នកក្តាប់ដែនអាកាសប៉ុន្តែអ៊ីរ៉ង់នៅតែអាចឆ្លើយតបអុកឡុកឆាឆៅមានន័យថាប៉ុន្មានថ្ងៃទៅមុខទៀតគ្មានឡើយជ័យជំនះរបស់ម្ខាងនិងបរាជ័យម្ខាងទៀតមានតែការកើនសម្ពាធទៅលើ3វិស័យទី1វិស័យសមរភូមិអ៊ីរ៉ង់ត្បិតអាមេរិកអ៊ីស្រាអែលនឹងបន្តបង្កើនការវាយប្រហារទី2វិស័យនាវាចរនាវាដឹកប្រេងឥន្ធនៈជួងសមុទ្រពាក់ទី3វិស័យសេដ្ឋកិច្ចសកលដែលបាននឹងកំពុងបន្តទទួលរងការខូចខាតក្រុង Washington ទាមទារឲ្យទីក្រុងតេហឺរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌក្រុងតេហឺរ៉ង់វិញបន្តពង្រីកសង្គ្រាមក្នុងតំបន់តាមដែលអាចធ្វើទៅបាននិងបន្តប្រឹងប្រែងធ្វើឲ្យសង្គ្រាមក្លាយជាបញ្ហាអន្តរជាតិជាអាចតាមរយៈការបង្កផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកនេះជាបែបផ្សេងសង្គ្រាមនឹងបន្តយូរអង្វែងច្រើនសប្តាហ៍ទៅមុខទៀត